ស្រវាបានកំបិតដែលទុកនៅក្បែរខ្លួនកាត់ដៃពេលនោះដាច់ធ្លាក់ក្បែរខ្លួនគាត់តែម្ដងសាមិញខំបានឈរចាំនៅខាងមុខផ្ទះរួចជាស្រេចវាបានស្ទុះទៅឆក់យកកូនមិញខំពីដៃសូមជូនរឿងព្រាយដើមចេកលុះហូបបាយរួចគាត់ក៏អង្គុយជក់បារីម្នាក់ឯងនៅមាត់ទ្វារយប់នេះគាត់មានអារម្មណ៍មិនសុខនោះទេរហូតដល់ម៉ោងប្រមាណជា12យប់ស្រាប់តែនាងព្រាយដើមចេកបង្ហាញខ្លួននៅមាត់ទ្វារផ្ទះរបស់គាត់តែម្ដងវាឈរសម្លឹងមកកូនពូចកដែលនៅខាងក្នុងបន្ទប់មិនដាក់ភ្នែកដោយមិនខ្លាចពូចកដែលអង្គុយនៅខាងមុខទ្វារនោះទេព្រាយនោះបានលូកដៃយ៉ាងវែងបំរុងចាប់យកកូនពូចកដែលនៅក្នុងអង្រឹងពូចកខឹងណាស់ស្រវាបានកំបិតដែលទុកនៅក្បែរខ្លួនកាត់ដៃព្រាយនោះដាច់ធ្លាក់ក្បែរខ្លួនគាត់តែម្ដងដៃព្រាយដែលធ្លាក់នោះបានคล้ายទៅជាស្លឹកចេកនិងធាងចេកចំណែកនាងព្រាយខឹងណាស់សម្លឹងមកពូចកទាំងក្រសែភ្នែកចងកំហឹងឯពូចកក៏មិននៅស្ងៀមដែរបានកាន់កំបិតស្ទុះទៅដេញកាប់នាងព្រាយតាំងពីមាត់ទ្វារផ្ទះរហូតដល់ដើមចេកដែលជាទីលំនៅរបស់ព្រាយនោះព្រាយដែលរត់ដល់ដើមចេកភ្លាមវាក៏វាឡើងទៅលើចុងនៃដើមចេកហើយក៏រសាត់ទៅជាផ្សែងបាត់ទៅលុះព្រឹកឡើងពូចកត្រូវទៅជួយដឹកអង្ករដឹកស្រូវអ្នកភូមិនៅឯតំបន់ព្រៃរនាមឆ្ងាយពីផ្ទះតែមុនគាត់ចេញទៅគាត់ផ្ដាំប្រាប់ប្រពន្ធថាល្ងាចឡើងកុំឲ្យយកកូនមកដេកនៅយ៉រខាងមុខផ្ទះឲ្យសោះតែគាត់មិនបានប្រាប់ប្រពន្ធអំពីដំណើររឿងហេតុដែលកើតឡើងកាលពីយប់មិញនោះទេគ្រាន់តែផ្ដាំថាណែម៉ែវាយប់ឡើងម៉ែវាឯងនាំកូនទៅដេកនៅខាងក្នុងផ្ទះទៅណាកុំយកកូនមកដេកនៅខាងក្រៅឲ្យសោះហើយបើបានលឺអ្វីឬមួយអ្នកណាហៅកុំបើកទ្វារឲ្យសោះមានរឿងអីទៅឪឯកានវាគ្មានរឿងស្អីទេយប់រលប់ឯងនៅតែម្នាក់ឯងខ្ញុំបារម្ភនឹងណាមីងខំក៏មិនបានតបតអ្វីដែរហើយពូចកក៏បានចេញដំណើរទៅលុះដល់ពេលយប់ឡើងអាចារ្យកូនមីងខំវាចេះតែយំមិនបាត់សោះទោះមីងខំខំលួងយ៉ាងណាក៏ដោយសារតែអាចារ្យចេះតែយំខ្លាំងពេកហើយមិនដឹងត្រូវធ្វើយ៉ាងណាមីងខំភ្លេចរឿងដែលពូចកបានហាមតាំងពីព្រឹកដែលមិនឲ្យយកកូនចេញមកខាងក្រៅមីងខំខំបំពេកូនបណ្ដើរភ្លេចខ្លួនក៏បើកទ្វារចេញមកខាងក្រៅគ្រាន់តែគាត់ចេញមកដល់ខាងក្រៅភ្លាមព្រាយដែលប៉ុនប៉ងយាយីគ្រួសារមីងខំបានឈរចាំនៅខាងមុខផ្ទះរួចជាស្រេចវាបានស្ទុះទៅឆក់យកកូនមីងខំពីដៃតែក្នុងនាមជាម្ដាយទោះបីជាខ្លាចយ៉ាងណាក៏មិនព្រមលែងដៃពីកូនដែរដោយសារតែភ័យខ្លាំងពេកមីងខំក៏បានដួលសន្លប់នៅគ្រានោះឯងពេលដែលមីងខំដឹងខ្លួនឡើងក៏ឃើញប្តីរបស់គាត់នៅអង្គុយជិតដោយមាន3កូននៅនឹងដៃផងមីងខំមិនទាន់បានសួរនាំប្តីនោះទេតែគាត់ខំស្ទុះទៅមើលកូនសិនដើម្បីឲ្យប្រាកដថាកូនមានសុវត្ថិភាពហើយក៏បានរៀបរាប់ពីដំណើររឿងដែលគាត់បានជួបប្រទះប្រាប់ពូចកដែលជាប្តីនិងបានសួរប្តីថាចុះមិនបានឪវាឯងឆាប់ត្រឡប់មកផ្ទះលឿនម្លេះក្រែងឯងថាទៅប៉ុន្មានថ្ងៃឯណោះគិតថាទៅនៅយូរដែរតែយប់មិញនេះមីងផៃនិងអ្នកភូមិប៉ុន្មានអ្នកទៀតបានទៅហៅខ្ញុំមកវិញទាំងយប់ព្រោះឮថាម៉ែអាចារ្យឯងស្រែកខ្លាំងផ្អើលគេផ្អើលឯងពេញទៅភូមិឯណោះ
ពេលដែលមីងផៃរត់មកដល់ក៏ឃើញម៉ែវាឯងដេកសន្លប់បាត់ទៅហើយនេះបើតាមអីដែលម៉ែវាឯងប្រាប់ខ្ញុំនេះគឺច្បាស់ជានាងព្រាយដែលនៅនឹងដើមចេកយើងនេះហើយមើលទៅទុកទៀតមិនបានទេ ព្រាយដើមចេកឲ្យវាហើយចុះវាមិននៅតាំងពីអង្ការណា តាមពិតទៅវាទៅតែមិននៅដែរទេស្ដាយណាស់បើដឹងអញ្ចឹងខ្ញុំហៅក្មេងខ្មាំងពីផ្ទះម៉ែមកដេកយាមម៉ែអាចារ្យឯងហើយឲ្យបានជាគ្នាកុំឲ្យនៅតែម្នាក់ឯងម្លោះអាព្រាយនោះវាមិនហ៊ានចូលមកផ្ទះយើងអញ្ចឹងទេពូចកស្ដាប់ហើយខឹងនឹងព្រាយដើមចេកជាខ្លាំងស្រវាបានកំបិតដែលនៅក្បែរខ្លួនដើរចុះពីលើផ្ទះសំដៅទៅដើមចេកហើយក៏កាប់រំលំដើមចេកដួលដល់ដីតែអ្វីដែលចម្លែកនោះគឺថាក្នុងដើមចេកជាធម្មតាគឺមានស្នូលចិត្តប៉ុន្តែចម្លែកអីដើមចេកនេះគឺមានប្រហោងក្នុងនិងក្លិនស្អុយអាសោចជាពន់ពេកពូចកបានយកខ្សែចងដើមចេកនោះអូសទម្លាក់ទៅក្នុងទឹកទន្លេបាត់ទៅពូចកគិតថារឿងនេះនឹងស្ងប់សុខហើយតែចាប់ពីថ្ងៃនោះមកកូនគាត់ក៏ចាប់ផ្ដើមឈឺក្តៅខ្លួនមើលមិនត្រូវសោះប៉ុន្មានថ្ងៃក្រោយមកនៅយប់មួយដែលគាត់អង្គុយមើលប្រពន្ធកំពុងលួងបំពេកូនស្រាប់តែពូចកបានចោលភ្នែកទៅតាមបង្អួចឃើញនាងព្រាយនោះកំពុងពរកូនក្មេងម្នាក់ហើយកូនក្មេងនោះទៀតសោតគឺជាកូនពូចកនេះឯងដោយរលាយបាត់ទៅតាមភាពងងឹតបន្តិចម្ដងរហូតមើលលែងឃើញអ្វីក្រៅពីភាពអន្តកាលនៃស្បៃរាត្រីពូចកភ័យខ្លាំងណាស់ខំស្ទុះទៅស្ទាបដង្ហើមកូនឃើញថានឹងមានដង្ហើមគាត់គិតថាប្រហែលជានាងព្រាយនោះប្រើវិធីបន្លំភ្នែកតែប៉ុណ្ណោះដោយមើលទៅអស់ជំរឿពូចកបានសួរលោកតានៅឯវត្តហើយបានរៀបរាប់ពីដំណើររឿងទាំងអស់ដែលបានកើតឡើងលោកតាបិទភ្នែកមួយសន្ទុះពេលបើកភ្នែកមកវិញលោកតាបានមានសង្ឃដីកាថាការពិតព្រាយនេះគឺជាម្ដាយដើមរបស់កូនពូចកនេះឯងអូញោមអើយញោមនាងព្រាយនេះគឺជាម្ដាយដើមរបស់កូនញោមនេះហើយកាលនាងនៅរស់ដោយសារតែត្រូវប្តីនាងផិតក្បត់នាងចេះតែដើរទៅក៏ត្រូវពស់ចឹកស្លាប់នៅឯក្នុងព្រៃឯណោះទាំងពស់ធំគ្រប់ខែមិនទាន់សម្រាលផងដូចនេះទៅប្រលឹងរបស់នាងនៅវល់តាមរកកូនរបស់នាងញោមទៅវិញរៀបចំពិធីសែនព្រេនសូមផ្ដាច់ម្ដាយដើមឲ្យនាងព្រាយនេះចុះហើយសូមថែរក្សាកូននាងបន្តរហូតទៅឮតែប៉ុណ្ណេះពូចកប្រញាប់ប្រញាល់ទៅផ្ទះតែពេលទៅដល់ស្រាប់តែឃើញមនុស្សម្នាពេញផ្ទះហើយគេបានប្រាប់ថាកូនរបស់គាត់បានបាត់បង់ជីវិតទៅហើយដោយសារតែការធ្វើប្រហែសរបស់ពូចកបានធ្វើឲ្យគាត់មានវិបដិសារីលើរឿងនេះរហូតបើទោះបីជាពេលនេះមានភាពស្ងប់ស្ងាត់លែងមានការយាយីពីនាងព្រាយដើមចេកនោះក៏ដោយម្ចាស់អើយរូបកាយយើងនេះឯងអើយសង្ខារ